សូមគោរពនិងជម្រាបសួរប្រិយមិត្តជាទីរាប់អានខ្ញុំបាទមានព័ត៌មានចែកជូនសម្រាប់ដែលមានចំណងជើងថាមុនពេលរិះគន់សូមអាណិតដល់អ្នកធ្វើជុំវិញរឿងសម្ពោធអាកាសយានដ្ឋានអន្តរជាតិតេជោតម្លៃ $1.500 លានក៏ដូចជាជោគវាសនារបស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលប្រើប្រាស់តាំងពីសម័យរាស្ត្រនិយមមុនពេលរិះគន់សូមអាណិតដល់អ្នកធ្វើមានអណ្ដាតកុំចេះតែកន្លោះជុំវិញរឿងសម្ពោធអាកាសយានដ្ឋានអន្តរជាតិតេជោតម្លៃ $1.500 លានក៏ដូចជាជោគវាសនារបស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលប្រើប្រាស់តាំងពីសម័យរាស្ត្រនិយមមកដល់ពេលនេះអ្នកខ្លះរិះគន់ដល់ការពន្យាពេលបើកអាកាសយានដ្ឋានអន្តរជាតិតេជោដែលគ្រោងដំណើរការនៅខែកក្កដាប៉ុន្តែនៅចុងខែឧសភានេះស្រាប់តែរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលក៏បានជូនដំណឹងថាអាកាសយានដ្ឋានថ្មីនេះនឹងបើកប្រតិបត្តិការនៅថ្ងៃទី9ខែកញ្ញារួចសម្ពោធនៅថ្ងៃទី20ខែតុលាឆ្នាំ2025តាក់ទងនឹងការចេញបរិច្ឆេទនេះមិត្តខ្លះរិះគន់ថាយករឿងដឹកជញ្ជូនជាតិមកលេងសើចម្ដងពេលនេះម្ដងពេលនោះមិនប្រកបមិនប្រជាសូមបញ្ចប់មិត្តរឿងនេះទៅពីព្រោះកិច្ចការពាក់ព័ន្ធនឹងបញ្ហាហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវអាកាសនេះរដ្ឋាភិបាលមិនអាចលេងសើចបានទេពីព្រោះវាគឺជាជីពចរមួយនៃវិស័យសេដ្ឋកិច្ចជាតិសូមយល់បញ្ហានិងភាពចាំបាច់ពីព្រោះការរុះរើប្រតិបត្តិការអាកាសយានដ្ឋានមួយទៅមួយមិនអាចចេះតែអង្គុយថានោះទេវាទាមទារការសាកល្បងនិងរៀបចំបញ្ហានានាតាំងពីកត្តាសុវត្ថិភាពស្តុភាកម្មសន្តិសុខក៏ដូចជាបញ្ហាជាច្រើនរាប់ចំពោះដូច្នេះគុំរំអុករដ្ឋាភិបាលឲ្យធ្វើតាមខ្លួនឯងចង់ប្រសិនបើវាមានបញ្ហានោះវានឹងបង្កនៅផលប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចជាតិដ៏សម្បើមអាកាសយានដ្ឋានជាសរសៃឈាមនៃទេសចរការដឹកជញ្ជូននិងពាណិជ្ជកម្មដ៏ចម្បងរបស់ប្រទេសនានាហើយបើដំណើរការទៅវាអាចមានបញ្ហាណាមួយនោះវានឹងប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសនិងប្រទេសជាតិសូមទុកពេលវេលាសម្រាប់អ្នកជំនាញគេធ្វើការតាមបច្ចេកទេសទៅសម្រាប់ការបរិច្ឆេទខាងលើនៅក្នុងករណីដែលដល់ពេលត្រូវធ្វើប្រតិបត្តិការវាមានហេតុមានផលដែលមិនអាចនឹងប្រតិបត្តិការបានរដ្ឋាភិបាលសម្រាប់ចិត្តពន្យាពេលទៀតក៏មិនជាអ្វីពីព្រោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលដំណើរការតាំងពីឆ្នាំ1959ហើយត្រូវបានវិនិយោគជាបន្តបន្ទាប់ដើម្បីទ្រទ្រង់កំណើននៃការរីកចម្រើននៃវិស័យដឹកជញ្ជូននៅក្នុងប្រទេសនៅតែអាចដំណើរការបានដដែលសូមទុកពេលឲ្យអ្នកជំនាញរៀបចំឲ្យបានរួចរាល់សពគ្រប់កុំមានមាត់ចេះតែនិយាយហើយមានដៃចេះតែសរសេររួចចែករំលែកនៅលើបណ្ដាញសង្គមកិច្ចការរុះរើបនេះគឺត្រូវតែដំណើរការដោយហ្មត់ចត់ពីព្រោះថាវិស័យដឹកជញ្ជូននៅស្រុកយើងទោះបីមិនដល់ប្រទេសជិតខាងមែនប៉ុន្តែក៏មិនអន់ដែរដោយការពីឆ្នាំ2024កម្ពុជាអាចបម្រើសេវាដឹកជញ្ជូនផ្លូវអាកាសដល់ទៅជាង58,000ជើងដោយដឹកជញ្ជូនអ្នកដំណើរសរុបជាង6.2 លាននាក់និងទំនិញសរុបជាង77,000 តោនម្យ៉ាងវិញទៀតពាក់ព័ន្ធនឹងរឿងប្រទូសសារាយគ្នាអំពីជោគវាសនានៃទីតាំងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញក្រោយប្រតិបត្តិការត្រូវរើទៅកាន់អាកាសយានដ្ឋានថ្មីក៏ត្រូវបានសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីប្រកាសរួចហើយនៅពេលថ្មីកន្លងទៅនៅក្នុងវេទិកាដែលបាននិយាយជាសាធារណៈថ្មីនេះសម្ដេចធិបតីបានលើកឡើងថាជោគវាសនារបស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនឹងរក្សាទុកគឺមិនបានបោះបង់ឬប្រគល់សិទ្ធិវិនិយោគធ្វើអ្វីនៅទីតាំងនោះទេអាកាសយានដ្ឋាននោះគឺនឹងត្រូវរក្សាទុកដើម្បីជាប្រយោជន៍ផ្សេងរបស់សាធារណៈសរុបទៅដើម្បីឲ្យអាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់4តម្លៃ$5,000 លានដំណើរការស្រួលនិងជោគជ័យនោះវាចាំបាច់ត្រូវធ្វើឲ្យប្រាកដថាពេលវាដំណើរការវានឹងមិនរអាក់រអួលឡើយដូច្នេះការពន្យាពេលបន្តិចបន្តួចមិនមែនជារឿងធំនោះទេបើស្រឡាញ់ចូលចិត្តកុំភ្លេចជួយចុច Like Share និង Subscribe ដើម្បីបានវីដេអូថ្មីទៀតអរគុណចំពោះការចូលទស្សនាវីដេអូនេះ